ngành ngọnแต่ก็จำทุกมอง ការប៉ះទៅបើយើងទិញគេហូបគឺមិនសូវខុសតម្លៃគ្នាដែលយើងទិញយកមកធ្វើខ្លួនឯងទេបងប្អូនចង់លើសដែលយើងទិញគេហូបផងប៉ុន្តែដោយសារយើងចង់ចេះហ៎បងប្អូនធ្លាប់តែនៅពីតូចគឺអ្នកម្ដាយគាត់លក់ហើយយើងគាត់ធ្វើលក់អញ្ចឹងណាហើយយើងអ្នកលក់តែបានធ្វើទេលើកនេះមកបញ្ចេញស្នាដៃម្ដងចាថ្ងៃនេះនឹងគឺធ្វើសាច់គោអាំងចកាហើយចំពោះសាច់គឺនេះខ្ញុំមានតែ3ខាំឯងបងប្អូនធ្វើសាអញ្ចឹងណាហើយក៏គ្រឿងវាសម្បល់ស្ករប៊ីចេងយើងនឹងឯងហើយប្រេងខ្យងហើយនឹងទឹកដោះគោខាប់ហើយមួយទៀតនឹងគ្រឿងបុកម្ទេសឆ្អើរដែលយើងបានច្រាំហ្នឹងហើយនឹងគ្រឿងការីចាឥឡូវយើងលាយគ្រឿងចូលគ្នាសពហើយទុកប្រហែលជា1ម៉ោងក្រោយមកបាននេះខ្ញុំចាប់ផ្ដើមយកមកដោតចកាបងប្អូនចាចំពោះការដោតក៏អត់ពិបាកដែរហើយចកាហ្នឹងបងប្អូនមុននឹងយកមកដោតគឺបងប្អូនត្រាំទឹកសិនបើសិនជាយើងអត់ត្រាំទឹកទេយើងអាំងទៅវាខ្លោចអញ្ចឹងណាបងប្អូនចាហើយការអាំងហ្នឹងក៏អត់យូរដែរតែមួយភ្លែតឆ្អិនហើយសាច់គោបងប្អូនអត់មានប្រើពេលយូរហើយភ្លើងរឹមទៀតឥឡូវរួចរាល់ហើយបងប្អូនចាហើយបើសិនជាធ្វើលើក្រោយនេះខ្ញុំនឹងដាក់ប្រេងឆាលើកនេះវាអត់មានប្រេងទេបងប្អូនអត់សូវឥឡូវ